សូមបងប្អូនចែករំលែកបន្តផងដើម្បីឲ្យពួកគាត់បានដឹងពលករខ្មែរធ្វើការនៅថៃទាំងអស់នឹងត្រូវបញ្ចប់សុពលភាពបានការងារជាស្ថាពរក្រោមហេតុផលអសន្តិសុខនិងឧក្រិដ្ឋកម្មឆ្លងដែនប្រទេសថៃក្រោយពីថៃប្រឌិតរឿងកងទ័ព2នាក់ជន់មីនបណ្ដាលឲ្យដាច់ជើងនិងរបួសពេលដែលល្បាតនៅតំបន់ហួយតាម៉ារីស្រុកកាន់ថាឡាខេត្តស៊ីសាកេទល់មុខប្រាសាទព្រះវិហារកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈកុលក៏ប្រកាសថាថៃនឹងផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានិងមិនបន្តសុពលភាពបានការងារឲ្យពលករខ្មែរជិត100,000នាក់ពីព្រោះបារម្ភពីការបង្កអសន្តិសុខនិងឧក្រិដ្ឋកម្មឆ្លងដែនថៃមិនអនុញ្ញាតឲ្យពលករខ្មែរធ្វើការបន្តទេកាលពីថ្ងៃទី10ខែវិច្ឆិកានាយករដ្ឋមន្ត្រីថៃលោកអនុទានបានបញ្ជាឲ្យពញាពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី19ខែសីហាឆ្នាំ2025សេចក្តីពង្រៀងនេះធ្វើឡើងដោយរដ្ឋាភិបាលគណៈបកភឿថៃក្នុងអំឡុងពេលលោកភូមិធម្មវិឆ័យយ៉ាឆៃធ្វើជានាយករដ្ឋមន្ត្រីស្ដីទីក្រោមហេតុផលចាំបាច់ត្រូវត្រួតពិនិត្យទិន្នន័យឲ្យលម្អិតនិងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបច្ចុប្បន្នមានពលករខ្មែរធ្វើការនៅថៃជិត100,000នាក់ដែលមានបានការងារផុតសុពលភាពតាំងពីខែកុម្ភៈឆ្នាំ2025ហើយត្រូវរដ្ឋាភិបាលរបស់លោកស្រីផេថងឋានស៊ីណាវ៉ាតអនុញ្ញាតឲ្យធ្វើការនៅថៃបន្តក្នុងករណីពិសេសដោយសារថៃបិទព្រំដែនជាឯកតោភាគីប៉ុន្តែក្រោយពីកងទ័ពថៃ2នាក់ជន់មីននៅខេត្តស៊ីសាកេតនាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតឲ្យពលករខ្មែរធ្វើការបន្តទេដោយសារបារម្ភពីពលករខ្មែរបង្កអសន្តិសុខលួចចូលដីថៃខុសច្បាប់និងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែនលេខានាយករដ្ឋមន្ត្រីអ្នកស្រីត្រៃសូលីត្រៃសារណគុណនិយាយថាលោកនាយករដ្ឋមន្ត្រីអនុទានផ្ដោតសំខាន់លើការគ្រប់គ្រងពលករបរទេសធ្វើការនៅថៃស្របច្បាប់ដើម្បីកុំឲ្យប៉ះពាល់ដល់អសន្តិសុខនិងសេដ្ឋកិច្ចលោកអនុទានក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃនិងក្រសួងកាងារសហការពិនិត្យមើលទិន្នន័យពលករបរទេសយ៉ាងលម្អិតថាតើពួកគេធ្វើការស្របច្បាប់ដែរឬទេកាលពីថ្ងៃទី19ខែសីហាឆ្នាំ2025គណៈរដ្ឋមន្ត្រីថៃបានសម្រេចចិត្តឲ្យពលករបរទេសសញ្ជាតិខ្មែរឡាវមីយ៉ាន់ម៉ានិងវៀតណាមដែលមានបានការងារផុតសុពលភាពអាចស្នាក់នៅនិងធ្វើការនៅថៃបន្តរយៈពេល1ឆ្នាំដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះកម្លាំងពលកម្មប៉ុន្តែសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុនពេលចូលជាធរណីមាត្រអ្នកស្រីត្រៃសូលីបន្តថារដ្ឋាភិបាលថ្មីនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹងនិងមិនអនុវត្តនឹងមិនបន្តសុពលភាពបានការងារឲ្យពលករខ្មែរលុះត្រាតែទទួលបានទិន្នន័យនិងឯកសារផ្សេងៗត្រឹមត្រូវដើម្បីផលប្រយោជន៍ប្រទេសនិងពលរដ្ឋថៃគួរបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃប្រកាសមិនបន្តសុពលភាពបានការងារឲ្យពលករខ្មែរជិត100,000នាក់ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន2នាក់ជន់មីនដាច់ជើងនិងរងរបួសពេលល្បាតនៅតំបន់ហួយតាម៉ារីស្រុកកាន់ថាឡាខេត្តស៊ីសាកេតកាលពីថ្ងៃទី10ខែវិច្ឆិកានិងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីថៃមិនអនុញ្ញាតឲ្យពលករខ្មែរដែលផុតសុពលភាពបានការងារស្នាក់នៅថៃបន្តទេហើយអាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ខ្លួនក្រោមហេតុផលធ្វើការខុសច្បាប់ចា៎នេះគឺជាដំណឹងបន្ទាន់សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃបើសិនជាផុតសុពលភាពហើយគួរតែត្រឡប់មកមាតុប្រទេសយើងវិញបើទោះបីជាប្រាក់ចំណូលប្រាក់ខែមិនសូវច្រើនយ៉ាងណាក៏ដោយតែយ៉ាងណាក៏កក់ក្ដៅនិងសុខសុវត្ថិភាពដែរតើតោងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា